កាកាគាត់2013ក្រោយខ្ញុំតែ2ឆ្នាំឯងតែខ្ញុំមានអារម្មណ៍ថាខ្ញុំមាន prime ច្រើនគេ respect ខ្ញុំច្រើនតែកាកាមកមាន respect គាត់ដែរបងនេះប្រកាសជាស្គាល់បងកាកា42ហើយតាមរយៈការ casting ក្នុង Game Mobile Legends និងការ live stream video game ក៏ដូចជាគាត់ធ្វើជាវីដេអូផ្សេងទៀតហើយខ្ញុំបានឃើញនៅវីដេអូរបស់គាត់មួយចំនួនឃើញថាបងប្អូនអរគ្នាពិតជាមានការទើសទាល់ជាមួយគាត់ខ្លាំងមែនទែនខ្ញុំឃើញហើយខ្ញុំមានអារម្មណ៍ថាអាណិតចំពោះគាត់មែនទែននៅពេលដែលគាត់ធ្វើអីមួយទៅគឺតែងតែមានការបដិសេធតែងតែមានការជន់បលិចតែងតែមានការជេរពីសំណាក់ fan មួយចំនួនដែលមិនយល់ពីអ្វីដែលគាត់កំពុងធ្វើដល់នេះគួរតែ respect ទៅកាន់គាត់ខ្ញុំបានមើលវីដេអូរបស់ Express Talking តែគេនិយាយពាក់ព័ន្ធពីវិស័យកីឡាលើកទនិចពាក់ព័ន្ធពីការប្រកួតនានាពាក់ព័ន្ធពី player ពាក់ព័ន្ធអំពី coach ពាក់ព័ន្ធពី everything នៅក្នុងវិស័យ e-sport ដែលគេយកមកនិយាយខ្ញុំឃើញចំណុចមួយដែលបងកាកាជាមួយនឹងបង iFrog និង Niker ដែលគាត់បាននិយាយគ្នាហើយបង iFrog ក៏បានលើកពីបងកាកាលើកថាកាកា42គឺជា all school e-sport មួយរូបដែលពីមុនមកគាត់ធ្លាប់ចូលរួមជួយក្នុងវិស័យ e-sport ហ្នឹងចាប់តាំងពីឆ្នាំ2013មកនៅពេលដែលខ្ញុំឮពាក្យមួយម៉ាត់ដែលបង iFrog និយាយយើងខ្ញុំភ្ញាក់ផ្អើលហ្មងដោយសារយើងមិននឹកស្មានថាគាត់បានចូលរួមតាំងពីជំនាន់2013មកណាគិតមើលឥឡូវប្រហែលឆ្នាំហើយ12ឆ្នាំហើយបើយើងគិតមកទល់នឹងពេលបច្ចុប្បន្ននេះអញ្ចឹងថាតើអ្វីដែលគាត់ចូលរួមជួយហ្នឹងក្នុងរយៈពេល12ឆ្នាំដែលគាត់ចូលរួមជួយហ្នឹងតែគាត់បានអីខ្លះទូស្គាល់ថាបច្ចុប្បន្នគាត់ទទួលបានភាពល្បីល្បាញទទួលបានកិត្តិយសទទួលបានលុយការងារប្រាក់ខែប្រាក់វិវត្តប្រាក់ប្រចាំថ្ងៃគាត់ទទួលបានមែនប៉ុន្តែគាត់ឆ្លងកាត់អីខ្លះ3-10ឆ្នាំមុនយើងមិនគិតថាកាលពីជំនាន់នោះអាចនឹងរកលុយស្រួលដូចពេលឥឡូវនេះទេគាត់បាន build នៅ community សម្រាប់ប្រទេសកម្ពុជារបស់យើងតាំងពីមិនទាន់មាន Game Mobile Legends ល្បីមកម្លេះរហូតដល់គាត់បានចូលរួមជួយ Game Mobile Legends ចូលរួមជួយក្នុងការ analyze game ជូនយើងមើលក្នុងការបញ្យល់ពីអ្វីដែលពាក់ព័ន្ធជាមួយនឹង game ឲ្យយើងមើលហើយមានអ្នកខ្លះនៅតែមិនពេញចិត្តនៅអ្វីដែលគាត់ធ្វើហើយខ្ញុំសង្កេតឃើញការនិយាយរបស់គាត់ក្នុងចំណោមការនិយាយរបស់គាត់ 100% គឺខុសត្រឹមតែ20ឬក៏30% ទេអញ្ចឹងយើងគួរតែ respect ទៅកាន់អ្វីដែលគាត់ធ្វើពីព្រោះតែគាត់បានឆ្លងកាត់មកច្រើនជាងយើងឆ្ងាយណាស់នេះយើងរាល់ថ្ងៃយើងបានដល់ចំណុចនេះខ្ញុំវាមិនមែនជាអ្នកល្បីល្បាញទេប៉ុន្តែខ្ញុំមើលឃើញទៅគឺទើសភ្នែកមែនតើយើងបានស្រួលដល់ថ្ងៃនេះដូច player ដូច caster ដូចអ្នកដែលចូលរួមក្នុងវិស័យ e-sport បច្ចុប្បន្ននេះគឺងាយស្រួលមែនតើយើងគ្រាន់តែមានសមត្ថភាពមានទឹកដមមានទឹកដៃអញ្ចឹងទៅគឺយើងបានចូលរួមបានលុយបានប្រាក់ខែអញ្ចឹងទៅប៉ុន្តែជំនាន់គាត់កាលតែគាត់នៅ build community មុនគឺមិនងាយទេកម្មវិធីមួយគឺដូចបង iFrog និយាយទាំងទឹកភ្នែកនិយាយអីគឺពិបាកមែនតើអញ្ចឹងយើងគួរតែ respect ទៅកាន់ legendary របស់យើងពីមុនមកខំថាអ្នកនេះយល់ពីអ្វីដែលខ្ញុំនិយាយហើយក៏សង្ឃឹមអ្នកនេះគួរតែគិតឡើងវិញរាល់ការ comment ទៅលើវីដេអូណាមួយហើយនឹងធ្វើការរិះគន់ទៅលើបុគ្គលណាមួយហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនេះជំរាបលាបាយ See you next video